ពីមកថាអ្នកវិភាគគេបានមើលឃើញថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែព្យាយាមធ្វើឲ្យសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះទទួលបានជោគជ័យដោយប្រើរយៈពេលខ្លីប៉ុន្តែគេក៏បានមើលឃើញថាបញ្ហាប្រឈមនៅមានច្រើនសម្រាប់សហរដ្ឋអាមេរិកផងដែរជុំវិញរឿងនេះយើងមានការចូលរួមបន្ថែមពីលោកចិនសរិមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV បាទលោកសរិមតេតងនឹងស្ថានភាពនៅមជ្ឈមបូព៌ាយើងបានមើលឃើញថាអ៊ីរ៉ង់អត់មានទាន់បន្ថយដៃមកវិញទេបាទទោះបីជាសហរដ្ឋអាមេរិកជាមហាអំណាចសភាវុធលេខ1នៅលើពិភពលោកហើយរួមដៃជាមួយនឹងអ៊ីស្រាអែលមួយទំហឹងវាយប្រហារអ៊ីរ៉ង់ប៉ុន្តែអ៊ីរ៉ង់អត់ទាន់បានបន្ទន់ចំហសោះពីមជ្ឈដ្ឋានវិភាគគេមើលឃើញថាលោកត្រាំចង់បញ្ចប់រឿងនេះដោយជោគជ័យហើយប្រើពេលខ្លីតែមើលទៅរួចឬក៏មិនរួចបាទការចង់បានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហ្នឹងគឺចង់បានរយៈពេលខ្លីដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែហើយសូម្បីតែខាងអ៊ីរ៉ង់ក៏អ៊ីរ៉ង់មិនលើកឡើងទេប៉ុន្តែប្រហែលជាអ៊ីរ៉ង់ហ្នឹងក៏ចង់បានការបញ្ចប់សង្គ្រាមក្នុងរយៈពេលខ្លីដែរប៉ុន្តែគ្រាន់តែរឿងនៅត្រង់ថាតើសហរដ្ឋអាមេរិកមានសមត្ថភាពគ្រប់គ្រាន់ទេក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលខ្លីតាមការចង់បានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោក Trump បានទៅសេតាមបណ្ដាញសង្គម Truth Social របស់លោកចាប់តាំងពីដើមសប្តាហ៍នេះថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះចំណាយពេលក្នុងរង្វង់មួយខែមានន័យថាអាច4សប្តាហ៍ឬក៏5សប្តាហ៍គឺត្រូវចប់ហើយប៉ុន្តែគ្រាន់តែរឿងអ្នកជំនាញជាច្រើននៅខាងសហភាពអឺរ៉ុបក៏ដូចជានៅមជ្ឈមបូព៌ារួមទាំងអ្នកជំនាញផ្នែកសង្គ្រាមនៅអង្គការសហប្រជាជាតិទៅទៀតថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះអាចនឹងអូសបន្លាយពេលយូរមិនខ្លីតាមការចង់បានរបស់សហរដ្ឋអាមេរិកទេដោយសារតែរឿងហ្នឹងវាមានហេតុផលនៅត្រង់ថាគោលដៅរបស់សហរដ្ឋអាមេរិកគឺចង់វាយបំបត្តិសមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលខ្លីប៉ុន្តែរហូតមកដល់ពេលនេះសមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់នៅតែមានដដែលមិនទាន់ឃើញទុនជំហរនៅឡើយទេមួយទៀតសហរដ្ឋអាមេរិកចង់ដូររបបនៅប្រទេសអ៊ីរ៉ង់ហ្នឹងកុំឲ្យរបបអ៊ីរ៉ង់ហ្នឹងរត់តាមលំអានដើមដោយមានមេដឹកនាំកម្ពុជាមានប្រធានាធិបតីនិងមានមន្ត្រីផ្សេងទៀតដោយកាត់ធ្វើយ៉ាងណាកុំឲ្យមានមេដឹកនាំកម្ពុជាប៉ុន្តែឥឡូវនេះទោះបីជាលោកអាយ៉ាតូឡា អាលី ខាមីណេមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមទៅហើយដោយការទម្លាក់គ្រាប់បែកក៏ខាងអ៊ីរ៉ង់នឹងជ្រើសរើសមេដឹកនាំកម្ពុជាបណ្ដោះអាសន្នរួចជាស្រេចទៅហើយគឺលោកអាលីរេសាអាហ្វារ៉ាហ្វីអាលីរេសាអារ៉ាហ្វីនេះជាមនុស្សចំណិតរបស់លោកអាយ៉ាតូឡា អាលី ខាមីណេហើយត្រូវបានជ្រើសរើសជាមេដឹកនាំកម្ពុជាបណ្ដោះអាសន្នទៅហើយដូច្នេះមានន័យថារបបអ៊ីរ៉ង់នៅដដែលអត់បានផ្លាស់ប្ដូរតាមការចង់បានរបស់សហរដ្ឋអាមេរិកទេហើយសហរដ្ឋអាមេរិកបើនិយាយថាសង្គ្រាមនៅអ៊ីរ៉ង់ឲ្យចង់ឆាប់នោះគឺមានបទពិសោធន៍រួចទៅហើយនៅលើពិភពលោកនេះដូចជាប្រទេសរុស្ស៊ីអញ្ចឹងប្រទេសរុស្ស៊ីឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីឆ្នាំព្រឹកព្រលឹមខែកុម្ភៈទី24ខែកុម្ភៈឆ្នាំ2022មកដល់ពេលនេះសង្គ្រាមឈានចូលឆ្នាំទី5អត់ទាន់ចប់ទេហើយការប៉ាន់ប្រមាណរបស់ប្រទេសរុស្ស៊ីតែ74ម៉ោងទេបើនិយាយពីសមត្ថភាពរុស្ស៊ីនឹងអាចវាយប្រហារអ៊ុយក្រែនតែ74ម៉ោងទេគឺអាចគ្រប់គ្រងទីអ៊ុយក្រែនបានហើយឥឡូវសង្គ្រាមចូល4ឆ្នាំអត់ចប់ទេហើយចំណែកសហរដ្ឋអាមេរិកធ្លាប់ភុងខ្លួនច្រើនលើកច្រើនសារនៅក្នុងសង្គ្រាមហើយដូចជានៅប្រទេសអាហ្វហ្គានីស្ថានអញ្ចឹងអាមេរិកវាយប្រហារផ្ដួលរំលំរដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានតាំងពីឆ្នាំ2001រហូតដល់ឆ្នាំ2021នេះមានន័យថាសហរដ្ឋអាមេរិកជាប់ខ្លួនក្នុងសង្គ្រាមអាហ្វហ្គានីស្ថានរយៈពេល20ឆ្នាំទម្រាំនឹងដកខ្លួនចេញពីអាហ្វហ្គានីស្ថានបានដោយតថេសតថាពួកឧទាមតាលីបង់ដេញវាយប្រហារពេញទៅប្រទេសអាហ្វហ្គានីស្ថាននៅអ៊ីរ៉ាក់ក៏ដូចគ្នាដែរអ៊ីរ៉ាក់សហរដ្ឋអាមេរិកមិនទាន់ដកជើងរួចដែរដូច្នេះនៅប្រទេសអ៊ីរ៉ង់នេះត្រង់ថាសហរដ្ឋអាមេរិកចង់បញ្ចប់សង្គ្រាមឬចង់បញ្ចប់បញ្ហាជាមួយប្រទេសអ៊ីរ៉ង់ឲ្យបានឆាប់នោះវាជាការចង់បានរបស់សហរដ្ឋអាមេរិកប៉ុន្តែមានបញ្ហាច្រើនដល់នៅត្រង់ថា
ដោយដែលអាមេរិកធ្លាប់ជាប់ខ្លួននៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាននៅអ៊ីរ៉ាក់ដោយដែលប្រទេសរុស្ស៊ីជាប់ខ្លួននៅក្នុងសង្គ្រាមអ៊ុយក្រែនហើយឥឡូវនេះសហរដ្ឋអាមេរិកអាចនឹងជាប់ខ្លួនក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ទៅទៀតដោយសារតែហេតុផលមួយទៀតនោះគឺសហរដ្ឋអាមេរិកនៅឆ្ងាយហើយត្រូវចូលទៅវាយប្រហារនៅលើទឹកដីរបស់ប្រទេសអ៊ីរ៉ង់ដូច្នេះបើចូលវាយប្រហារទៅលើទឹកដីរបស់ប្រទេសអ៊ីរ៉ង់បើសិនបើសហរដ្ឋអាមេរិកមិនប្រើទ័ពថ្មើរជើងទេនោះมันអាចគ្រប់គ្រងអ៊ីរ៉ង់បានទេហើយបើប្រើទ័ពថ្មើរជើងគឺអ៊ីរ៉ង់មានជាប់ព្រំដែនគោកនឹងតែជាមួយអ៊ីរ៉ាក់ជាមួយទួរគីនេះខាងអាស៊ីកដាលនេះមានជាប់ជាមួយប៉ាគីស្ថានអាហ្វហ្គានីស្ថានទ័រកមិននីស្ថាននេះនៅឯនេះវិញដល់អញ្ចឹងប្រទេសទាំងនោះសុទ្ធតែមិនមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិកហើយមានតែអ៊ីរ៉ាក់មួយទេដែលជាប់ព្រំដែនជាមួយអ៊ីរ៉ង់ហើយសហរដ្ឋអាមេរិកមានទំនាក់ទំនងល្អនៅអ៊ីរ៉ាក់មានមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់ដែលអាចបញ្ជូនពីអ៊ីរ៉ាក់ទៅអ៊ីរ៉ង់បានតែគាត់នៅក្នុងប្រទេសអ៊ីរ៉ាក់នេះក៏មានក្រុមសកម្មប្រយុទ្ធគ្រប់គ្រងដោយអ៊ីរ៉ង់នៅនឹងដែរដូច្នេះរឿងវាបញ្ហានិយាយជារួមមកវិញនៅត្រង់ថាសង្គ្រាមយូរឬឆាប់អាស្រ័យទៅលើសមត្ថភាពរបស់សហរដ្ឋអាមេរិកតើអាចវាយបំបាក់សមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលឆាប់ឬក៏ក្នុងរយៈពេលយូរបើមិនអាចវាយប្រហារបំបាក់សមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់ទេនោះសង្គ្រាមនឹងអាចអូសបន្លាយយូរបាទឥឡូវងាកមកកាន់សម្ពាធយោធាដែលកំពុងកើតមានចំពោះអ៊ីរ៉ង់គិតចូលមកដល់ថ្ងៃនេះគឺ5ថ្ងៃហើយដែលសង្គ្រាមនេះបានកើតឡើងតើសម្ពាធយោធាលើអ៊ីរ៉ង់នោះមានសភាពយ៉ាងណាដែរបន្តកើនឡើងទៀតឬក៏នៅដដែលទេបាទចំពោះសម្ពាធយោធាលើអ៊ីរ៉ង់ហ្នឹងវាខ្លាំងជាងមុនដោយសារតែកាលមុន2វាយ1បាទអាមេរិកអ៊ីស្រាអែលវាយអ៊ីរ៉ង់តែឥឡូវនេះ5វាយ1គឺអាមេរិកអ៊ីស្រាអែលបារាំងអាល្លឺម៉ង់និងអង់គ្លេសបារាំងនេះបានប្រកាសរួចទៅហើយពីថ្ងៃម្សិលមិញដោយលោកអេម៉ានូអែលម៉ាក្រុងតែម្ដងគឺបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅដែនទឹកក្បែរប្រទេសអ៊ីរ៉ង់ដើម្បីជួយសហការជាមួយនឹងសហរដ្ឋអាមេរិកក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដូច្នេះឥឡូវនេះអ៊ីរ៉ង់មានសម្ពាធយោធាច្រើនជាងមុនដោយសារតែ5វាយ1មិនមែន2វាយ1ទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ៊ីរ៉ង់មានសម្ពាធអញ្ចឹងមែនតែអ៊ីរ៉ង់មានលទ្ធភាពក្នុងការពង្រីកសង្គ្រាមឲ្យធំជាងមុនបានដោយសារការពីមុនគឺអាមេរិកនិងអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ឥឡូវនេះអ៊ីរ៉ង់តហើយក៏បំផុសក្រុមសកម្មប្រយុទ្ធក្រុមចលនាប្រដាប់អាវុធរបស់ខ្លួននឹងឲ្យតតាំងជាមួយអាមេរិកជាមួយនឹងអ៊ីស្រាអែលទៀតហើយដូច្នេះសង្គ្រាមវារីកធំតទៅទៀតមានន័យថាក្នុងអំឡុងពេលដែលអ៊ីរ៉ង់ទទួលរងសម្ពាធខាងយោធាកាន់តែខ្លាំងអ៊ីរ៉ង់ពង្រីកសង្គ្រាមកាន់តែខ្លាំងពួកឧទាមហេសបូឡានៅប្រទេសលីបង់បានប្រកាសហើយសង្គ្រាមចាប់ផ្ដើមឆាបឆេះហើយដោយសារតែប្រទេសលីបង់ហើយនិងអ៊ីស្រាអែលមានព្រំដែនជាប់គ្នាពួកឧទាមហេសបូឡានៅប្រទេសលីបង់នេះគឺនៅប៉ែកខាងត្បូងនៃប្រទេសលីបង់ជាប់ខាងជើងនៃប្រទេសអ៊ីស្រាអែលឥឡូវនេះគឺព្រំដែនអ៊ីស្រាអែលនិងលីបង់មិនមានសន្តិភាពទេដោយសារតែពួកឧទាមហេសបូឡាវាយប្រហារទៅលើខាងអ៊ីស្រាអែលនៅភាគខាងជើងទៀតហើយដូច្នេះសង្គ្រាមរីកធំចំណែកពួកឧទាមហ៊ូទីនៅប្រទេសយេម៉ិនបាញ់មីស៊ីលជាបណ្ដាចូលទៅក្នុងប្រទេសអ៊ីស្រាអែលនិងពមៀនវាយប្រហារនាវាដឹកទំនិញទាំងឡាយណាដែលធ្វើដំណើរតាមសមុទ្រក្រហមឆ្ពោះទៅកាន់សហរដ្ឋអាមេរិកឬសហភាពអឺរ៉ុបដូច្នេះមានសង្គ្រាមវារីកដល់នោះខាងសមុទ្រហូមូសដែលជាច្រកសមុទ្រតែមួយគត់ចេញពីឈូងសមុទ្រពាក់គឺត្រូវបានអ៊ីរ៉ង់បិទទាំងស្រុងហើយបិទទាំងស្រុងមិនឲ្យនាវាដឹកទំនិញនិងដឹកប្រេងចេញតាមច្រកសមុទ្រហូមូសនោះទេចំណែកក្រុមសកម្មប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់ដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់គេហៅក្រុមជីវពលអ៊ីរ៉ាក់នោះក៏ចាប់ផ្ដើមធ្វើសកម្មភាពវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់នេះដែរដូច្នេះនិយាយជារួមមកវិញទន្ទឹមគ្នានឹង5វាយ1គឺអ៊ីរ៉ង់រងសម្ពាធយោធាកាន់តែខ្លាំងពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តគឺអ៊ីរ៉ង់មិនត្រឹមតែមានសមត្ថភាពតតាំងជាមួយនឹង
សហរដ្ឋអាមេរិកនិងសត្រូវរួមនោះទេគឺអ៊ីរ៉ង់ពង្រីកសង្គ្រាមថែមទៀតដោយបំផុសឲ្យក្រមសកម្មប្រយុទ្ធចលនាប្រដាប់អាវុធដែលអ៊ីរ៉ង់គ្រប់គ្រងនោះវាយប្រហារទៅលើទីតាំងនានាជាទីតាំងឈរជើងរបស់សហរដ្ឋអាមេរិកនិងវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលដែលជាសញ្ញាថានៅពេលខាងមុខនេះសង្គ្រាមមិនមែនឆាបឆេះតែអ៊ីរ៉ង់និងអាមេរិកទេសង្គ្រាមអាចនឹងឆាបឆេះនៅទូទាំងតំបន់មជ្ឈិមបូព៌ាថែមទៀតបាទសូមអរគុណលោកសេរីមយើងបន្តតាមដានបន្តទៀតអំពីបញ្ហានៅអ៊ីរ៉ង់នេះជម្រាបលាបាទអរគុណបញ្ហាវិវត្តរឿងសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាជាសង្គ្រាមមួយដែលបានចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026គឺសប្តាហ៍មុននេះគឺជាពេលដែលសហរដ្ឋអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលបើកការវាយប្រហារឬហៅថាជាសង្គ្រាមពេញបន្ទុកប្រឆាំងនឹងអ៊ីរ៉ង់គឺការវាយប្រហារបានកើតមានឡើងនៅពាសពេញប្រទេសអ៊ីរ៉ង់ដែលបានទាក់ទាញឲ្យអ៊ីរ៉ង់វាយប្រហារកំណត់គោលដៅលើសម្ភារៈយោធានិងជាពិសេសគឺកម្លាំងយោធាសហរដ្ឋអាមេរិកនៅតំបន់សមុទ្រនៅតំបន់មជ្ឈិមបូព៌ាហើយវាយប្រហារកំណត់គោលដៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅតាមបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់នេះឥឡូវនេះគឺអាមេរិកអ៊ីស្រាអែលនៅតែបន្តការវាយប្រហារនៅឡើយខណៈដែលលោក Donald Trump ថាការចរចាវាយឺតពេលទៅហើយការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តកំណត់គោលដៅនានានៅទូទាំងទីក្រុងតេអ៊ីរ៉ង់កាលពីថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026ម្សិលមិញនេះគណៈប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកបានប្រមានថាវាយឺតពេលហើយសម្រាប់អ៊ីរ៉ង់នៅក្នុងការស្វែងរកការចរចាដើម្បីគេចចេញពីសង្គ្រាមដែលឥឡូវនេះកំពុងចូលដល់ថ្ងៃទី5ទៅហើយយានដ្រូននិងមីស៊ីលបានធ្លាក់ចំទីតាំងផលិតប្រេងនិងបេសកកម្មការទូតអាមេរិកនៅតំបន់ឈូងសមុទ្រស្របពេលដែលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះបានសងសឹកហើយអ៊ីស្រាអែលក៏បានរុញកងទ័ពឲ្យចូលកាន់តែជ្រៅទៅក្នុងប្រទេសលីបង់ដើម្បីប្រយុទ្ធប្រឆាំងនឹងកងជើងពលហេសបូឡាដែលគាំទ្រដោយទីក្រុងតេអ៊ីរ៉ង់បន្ទាប់ពីពួកគេបានចូលរួមនៅក្នុងការប្រយុទ្ធនេះដែរអ៊ីស្រាអែលបានប្រកាសពីរលកធំនៃការវាយប្រហារដែលផ្ដោតលើរដ្ឋធានីរបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារកន្លងទៅដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីផ្សែងហុយឡើងលើកណ្ដាលទីក្រុងជាទីនៃអគាររដ្ឋាភិបាលជាច្រើននិងរាយការណ៍ពីការវាយប្រហារលើអាកាសយានដ្ឋានមួយនៅក្នុងចំណោមអាកាសយានដ្ឋានចំនួន2របស់ទីក្រុងនេះរួមទាំងការិយាល័យប្រធានាធិបតីផងដែរខណៈចំនួនមនុស្សស្លាប់សរុបនៅអ៊ីរ៉ង់កើនឡើងដល់787នាក់លោក Donald Trump បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថាប្រព័ន្ធការពារដែនអាកាសកងទ័ពអាកាសកងទ័ពជើងទឹកនិងថ្នាក់ដឹកនាំរបស់ពួកគេបានបាត់បង់ទៅហើយពួកគេចង់ចរចាតែលោកថាយឺតពេល2ថ្ងៃបន្ទាប់ពីលោកបាននិយាយថាលោកបើកចំហសម្រាប់ការចរចានិង4ថ្ងៃបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់អាយ៉ាតូឡាអាលីខាមីនេឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានបដិសេធថាប្រទេសរបស់លោកមិនបានតាក់ទងអាមេរិកសម្រាប់ការចរចាទេយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលបានកំណត់គោលដៅអគារមួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងកូមជាកម្មសិទ្ធិរបស់គណៈកម្មាធិការក្នុងការជ្រើសរើសមេដឹកនាំកម្ពុជាថ្មីស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានលើកឡើងថាបើអ៊ីរ៉ង់ចង់ចរចាជាមួយសហរដ្ឋអាមេរិកគឺវាយឺតពេលទៅហើយស្របពេលដែលសង្គ្រាមនេះកំពុងបន្តនោះខាងអ៊ីរ៉ង់ឯនេះវិញក៏មិនបានបន្ទន់នៅវោហារសាស្ត្ររបស់ខ្លួនដែរគឺអ៊ីរ៉ង់ច្រានចោលនៅលទ្ធភាពនៃការចរចាសន្តិភាពណាមួយជាមួយសហរដ្ឋអាមេរិកនៅថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026ម្សិលមិញនេះឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានច្រានចោលនៅលទ្ធភាពនៃការចរចាសន្តិភាពណាមួយជាមួយអាមេរិកនៅពេលបច្ចុប្បន្ននេះគណៈចំនួនបានបន្តអស់ច្រើនថ្ងៃបន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបានរួមគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់សំឡេងផ្ទុះគ្រាប់បានអង្រួនទីក្រុងតេអ៊ីរ៉ង់ជាថ្មីទៀតនៅថ្ងៃអង្គារម្សិលមិញនេះហើយទីផ្សារហិរញ្ញវត្ថុជុំវិញពិភពលោកបានរង្គោះរង្គើស្របពេលក្តីបារម្ភពីភាពរអាក់រអួលដ៏អូសបន្លាយនៃការផ្គត់ផ្គង់ថាមពលសកលប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានផ្ដល់ចម្លើយបែបមិនច្បាស់លាស់នៅពេលត្រូវបានសួរថាតើសង្គ្រាមនេះអាចអូសបន្លាយពេលយូរប៉ុណ្ណាលោក Ali Bahraini ឯកអគ្គរដ្ឋទូតនៃបេសកកម្មអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិនៅហ្សឺណែវបានប្រាប់អ្នកសារព័ត៌មានថាអ៊ីរ៉ង់មិនបានតាក់ទងអាមេរិកដោយផ្ទាល់ឬដោយប្រយោលអំពីការរៀបចំកិច្ចពិភាក្សាដើម្បីកាត់បន្ថយជម្លោះឬអំពីការបន្តកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអ៊ីរ៉ង់នោះទេ
នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃកិច្ចពិភាក្សាណាមួយលោក Barani បានឲ្យដឹងថាសម្រាប់ពេលនេះអ៊ីរ៉ង់មានការសង្ស័យខ្លាំងអំពីអត្ថប្រយោជន៍នៃការចរចាភាសាតែមួយគត់សម្រាប់និយាយជាមួយអាមេរិកគឺភាសានៃការការពារខ្លួនលោកបន្ថែមថាពេលនេះមិនមែនជាពេលសម្រាប់ការចរចាប្រភេទណាមួយពីខាងភាគីអ៊ីរ៉ង់នោះឡើយនិយាយអំពីតួលេខទាហានរបស់សហរដ្ឋអាមេរិកដែលបានស្លាប់ក្នុងការវាយប្រហារលើអ៊ីរ៉ង់ប៉ុន្មានថ្ងៃកន្លងមកនេះទូរទស្សនិកជនខាងអ៊ីរ៉ង់បានលើកឡើងថាបុគ្គលិកយោធាសហរដ្ឋអាមេរិក650នាក់បានស្លាប់ឬរបួសនៅក្នុងរយៈពេល2ថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់សារព័ត៌មានរដ្ឋតាស្នីមរបស់អ៊ីរ៉ង់បានរាយការណ៍ថាកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃអង្គារទី3ខែមីនាម្សិលមិញនេះថាបុគ្គលិកយោធាអាមេរិកជាង650នាក់បានស្លាប់ឬរបួសនៅក្នុងអំឡុងពេល2ថ្ងៃដំបូងប៉ុណ្ណោះនៃប្រតិបត្តិការសងសឹកដែលអ៊ីរ៉ង់ហៅថា True Promise War របស់អ៊ីរ៉ង់ខណៈដែលកម្លាំងអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពនិងនាវាចម្បាំងអាមេរិកនៅទូទាំងតំបន់យោងតាមអ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់លោកឧត្តមសេនីយ៍ឯកអាលីម៉ូហាម៉ាត់ណាអ៊ីននីការវាយប្រហារទាំងនេះដែលរួមមានការវាយប្រហារដោយមីស៊ីលនិងយានដ្រូនលើមូលដ្ឋានទ័ពជើងទឹកអាមេរិកនិងទីស្នាក់ការកណ្ដាលយោធានៅបារ៉ែនបានបង្ខំឲ្យនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដកថយពីដែនទឹកឆ្នេរសមុទ្រអ៊ីរ៉ង់អ្នកនាំពាក្យរូបនេះបញ្ជាក់ថាកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពាំងលោកនេអ៊ីនីបានលើកឡើងថាក្នុងរយៈពេល2ថ្ងៃដំបូងនៃសង្គ្រាមបុគ្គលិកយោធាអាមេរិក650នាក់ជាងបានរងគ្រោះមានទាំងអ្នកស្លាប់និងរបួសនៅក្នុងនោះបាទតួលេខដែលបានផ្ដល់ឲ្យមុននេះគឺជាការលើកឡើងពីខាងភាគីអ៊ីរ៉ង់ដែលនិយាយសម្ដៅទៅលើទាហានអាមេរិកដែលរងគ្រោះឥឡូវនេះងាកមកកាន់តួលេខមួយទៀតដែលជាការមើលឃើញជារួមវិញក្នុងនោះចំនួនអ្នកស្លាប់សរុបនៅក្នុងចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ានេះបានកើនឡើងដល់ជិត 1000 នាក់គិតត្រឹមថ្ងៃទី3មីនាឆ្នាំ2026ម្សិលមិញនេះចំនួនអ្នកស្លាប់សរុបនៅទូទាំងតំបន់មជ្ឈិមបូព៌ាចាប់តាំងពីអាមេរិករួមដៃនឹងអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់តាំងពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026មកគឺបានកើនឡើងយ៉ាងគំហុកគណៈខាងក្រោមនេះជាចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ចុងក្រោយបំផុតពីសង្គ្រាមគឺត្រឹមថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026ម្សិលមិញនេះស្របពេលដែលតួលេខអាចប្រែប្រួលដោយសារចំនួននៅបន្តនៅឡើយអ៊ីរ៉ង់គឺមនុស្ស787នាក់បានស្លាប់រួមទាំងក្មេងស្រីសិស្សសាលានិងបុគ្គលិកចំនួន165នាក់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលនេះដែលយោងតាមក្រមមនុស្សធម៌របស់សហគមន៍អត្តច័ន្ទក្រហមអ៊ីរ៉ង់គេមិនច្បាស់ទេថាតើចំនួនអ្នកស្លាប់នេះរួមបញ្ចូលទាំងអ្នកស្លាប់និងរបួសរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមឬអត់ខាងអ៊ីស្រាអែលនៅអ៊ីស្រាអែលជនស៊ីវិល10នាក់បានស្លាប់រួមទាំងមនុស្ស9នាក់ដែលស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ជិតទីក្រុងយេរូសាឡឹមនៅថ្ងៃទី1ខែមីនានេះដែលយោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលកងកម្លាំងការពារអ៊ីស្រាអែល IDF មិនបានរាយការណ៍ពីការស្លាប់និងរបួសយោធាណាមួយឡើយនៅប្រទេសលីបង់យោងតាមក្រសួងសុខាភិបាលលីបង់មនុស្ស40នាក់បានស្លាប់ខណៈរបាយការណ៍ដទៃទៀតបានលើកឡើងពីការស្លាប់អាចខ្ពស់ជាងនេះនៅប្រទេសបារ៉ែនយោងតាមក្រសួងមហាផ្ទៃមនុស្សម្នាក់បានស្លាប់បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅក្នុងទីក្រុងឧស្សាហកម្មសាល់ម៉ាន់របស់ប្រទេសបារ៉ែនបន្ទាប់ពីការស្ទាក់ចាប់មីស៊ីលប្រទេសអូម៉ង់មនុស្សម្នាក់បានស្លាប់បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់បានវាយចំនាវាដឹកប្រេង MKD Wiom ដែលដោតទង់ជាតិកោះ Marshall នៅឆ្នេរ Muscat អេមីរ៉ាតអារ៉ាប់រួមនៅទីនោះមនុស្ស3នាក់បានស្លាប់នេះដែលយោងតាមក្រសួងការពារជាតិនៃប្រទេសនេះសហរដ្ឋអាមេរិកសមាជិកកងទ័ពអាមេរិក6នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើទីតាំងមួយនៅក្នុងប្រទេសគុយវ៉ែតនេះដែលយោងតាមទីបញ្ជាការកណ្ដាលអាមេរិកប៉ុន្តែអ៊ីរ៉ង់អះអាងថាទាហានអាមេរិកស្លាប់ដល់ទៅរាប់រយនាក់ឯណោះនិយាយពីស្ថានភាពនៅក្នុងប្រទេសលីបង់នេះគឺប្រជាជនលីបង់ជាង58,000នាក់បាននាំគ្នាភៀសខ្លួនរត់ចោលផ្ទះសម្បែងស្របពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារខ្លាំងក្លាជាថ្មីម្ដងទៀតកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធដ៏មានអំណាចនៅក្នុងប្រទេសលីបង់គឺក្រុមសកម្មប្រយុទ្ធ Hezbollah ដែលឧបត្ថម្ភគាំទ្ររាប់សិបឆ្នាំហើយដោយប្រទេសអ៊ីរ៉ង់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយលីបង់បានរាយការណ៍នៅថ្ងៃអង្គារទី3មីនាឆ្នាំ2026ម្សិលមិញនេះថាមនុស្សចំនួន58,064នាក់បានផ្លាស់ទីលំនៅនៅក្នុងស្រុកនៅទូទាំងប្រទេសកំពុងបាននៅក្នុងអំឡុងពេលដែលអរិភាពកំពុងកើនឡើងខ្លាំងជាមួយអ៊ីស្រាអែល
យោងតាមតួលេខផ្លូវការចំនួនប្រជាជនសរុបដែលភៀសខ្លួននៅក្នុងប្រទេសនេះបានកើនឡើងដល់ 12,539 នាក់អាជ្ញាធរបានឲ្យដឹងថាចាប់តាំងពីព្រឹកព្រលឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះរហូតដល់រសៀលថ្ងៃអង្គារម្សិលមិញយ៉ាងហោចណាស់មានមនុស្ស40នាក់ហើយបានស្លាប់ហើយ246នាក់ទៀតរងរបួសខណៈអំពើហិង្សាឆ្លងដែនកាន់តែធ្ងន់ធ្ងរឡើងភាពតានតឹងរវាងប្រទេសលីបង់និងអ៊ីស្រាអែលបានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះជាមួយនឹងការវាយប្រហារតាមអាកាសកាន់តែខ្លាំងនិងការបាញ់ប្រហារគ្នាតាមព្រំដែនដែលនាំឲ្យមានអ្នកស្លាប់និងរបួសកើនឡើងប្រជាជនផ្លាស់ទីលំនៅកាន់តែច្រើននិងសម្ពាធកំពុងកើនឡើងលើប្រព័ន្ធឆ្លើយតបបន្ទាន់